សូមគោរពនិងជម្រាបសួរជាពិសេសសូមគោរពដល់កងយុទ្ធពលខេមរៈភូមិន្ទដែលបានបូជាឈាមស្រស់សាច់ស្រស់ពលីដើម្បីបុព្វហេតុជាតិរបស់យើងដែលមានការឈ្លានពានពីចោរសៀមដល់កំរល់បាទខ្ញុំបាទអ្នកចម្រៀងជាតិនិយមសូមបកស្រាយនៅចម្រៀងដែលមានចំណងជើងថាតតាំងនឹងចោរសៀមឈ្លានពានដែលជាស្នាដៃនិពន្ធបទភ្លេងដោយលោកគ្រូចៅសុផាន់រិទ្ធនិពន្ធទំនុកច្រៀងដោយវីរៈកងទ័ពជួរមុខឈរជើងនៅប្រាសាទព្រះវិហារច្រៀងដល់ខ្ញុំបាទអ្នកចម្រៀងជាតិនិយមសូមបងប្អូនជួយចុច like និង share បន្តដើម្បីដាស់ស្មារតីដល់កូនខ្មែរក្នុងនិងក្រៅប្រទេសជាពិសេសគឺបងប្អូនដែលជាកងកម្លាំងជាតិឈរជើងដើម្បីបុព្វហេតុជាតិរបស់យើងរួមគ្នាគិតរួមគ្នាធ្វើរួមគ្នាការពារប្រឆាំងនឹងចោរសៀមឈ្លានពានទើបជាតិរបស់យើងរស់នៅគង់វង្សជាអមតៈតរៀងទៅអើយសូមសម្ដាប់ដោយមេត្រីបាទភ្នំដងរែកសំរែកសត្វរៃដាស់ញាតប្រុងស្រីកាពីខែមរហាសៀមចូលឆ្លៀនពៀនប្លន់ដែនសីមាបំផនសាវតាឬស្យាអំប្រៃរីច្រៀងគ្រលួចធ្ងួចធ្ងោស្រែឆៅកូនខ្មែរកុំនៅរួញរីធ្វើអ្វីក្រោកឡើងប្រយុទ្ធបដូរផ្ដាច់យកជ័យចោលថ្មិលចង់រៃពីនាងសូនបងសងខាព្រះវិហារខ្ញុំសូមវន្ទាបង្គំសច្ចាយុទ្ធជនភក្តីស៊ូលុងមរណាឈាមក្រាលោកាស្មង្កាពីជាតិសូរិយាកងភ្នំរយំផ្ដែផ្ដាំទ្វីបលោកជួយចាំផ្ដាំអស់ផៅញាតពូជខ្មែរស្មោះសរមិនដែលឃ្លានឃ្លាតពុំមានល្បិចស្នៀតដូចជាតិថៃឡើយព្រះវិហារខ្ញុំសូមវន្ទាបង្គំសច្ចាយុទ្ធជនភក្តីស៊ូលុងមរណាឈាមក្រាលោកាស្មង្កាពីជាតិសូរិយាកងភ្នំរយំផ្ដែផ្ដាំទ្វីបលោកជួយចាំផ្ដាំអស់ផៅញា
តពូជខ្មែរស្មោះសរមិនដែលឃ្លៀងឃ្លាតពុំមានល្បិចស្នៀតដូចជាតិថៃឡើយ